Chùm điệp xua nâng xua đây tới can nhà tàng ngọc kia chụp chùm mồi nhầm lì nè bạn hãy đi mà thôi video tẹo tường nâng lán vì là việc thay system thay bỏ lán hay chăng sầmรับcái này trong mưa video bắt đầu được có trong khơi nhầm pop video thay thế nào khi complete chui subscribe nâng follow channel tiktok hay nâng subscribe channel youtube bao nhiêu mình nè mỗi tục chỉ cần lắng cho anh nhầm phong chăng bờ nào khiไปเดมิน lán chăng sầmรับแต่เนี่ยđại quan miền lán thế chăng nhầm ចូលទៅរបៀបរៀនអស់គ្នាតែម្ដងទៅអ្នកគ្នាចូលទៅកាន់សាច់ដុំ N អ្នកឃើញរូបឡានខាងលើគេអ្នកគ្នាចុចលើឡានទៅនេះ system ទី1នេះគឺដាក់យើងចូលគូតឡានខ្លួនឯងអ្នកឃើញឃើញបាត់យើងអត់ឃើញបាត់យើងចេញទេអាហ្នឹងយើងកំពុងតែនៅក្នុងគូតឡានអញ្ចឹងករណីឧទាហរណ៍គ្នាយើងមានគ្នា5នាក់អញ្ចឹងយើងជិះអត់កើតយើងម្ចាស់ឡាននេះយើងចូលគូតឡានហ្មងទៅឲ្យគេបើកទៅអាហ្នឹងវាស្រួលម្យ៉ាងឬក៏យើងចង់តាមដានចង់ដឹងរឿងគេអញ្ចឹងយើងដាក់ឡានចតចោលលុកតែសោទៅយើងពួននៅគូតឡានស្ដាប់រឿងគេក៏បានដែរអាហ្នឹងយើងចង់ដឹងរឿងគេម្ចាស់គេតន់គេវាយបែកមកកុំប្រកាន់អញ្ចឹងពេលអ្នកគ្នាចង់ចេញមកវិញអ្នកគ្នាឃើញវាដាក់ slash ខាងលើអ្នកគ្នាគាត់តែ slash ពាក្យហ្នឹងអ្នកគ្នានឹងចេញមកវិញដែរហេតុចេញមកវិញមកហើយអញ្ចឹងទៅមើល system បន្ទាប់ចូលឡានទៅដែរមកអានេះគឺ lock ហ្នឹងយើង lock ឡានរបស់យើងចាក់សោកុំឲ្យគេឡើងជិះឡានរបស់យើងអញ្ចឹងណាទី2ហ្នឹងអូខេចូលដល់ចំណុចបន្ទាប់ទៀតគ្នាយើងចូលសាច់ដុំអន្តរាយតែចូលរូបឡានហើយអាទី3ទី4ទី3នេះករណីពេលដែលគ្នាយើងដួលហើយយើងចង់ដាក់គាត់ចូលគូតឡានអញ្ចឹងតើតែគាត់ដួលទៅយើងអាចដាក់គេចូលគូតឡានបានពីមុនគ្នាយើងត្រូវការ carry អីចឹងណាប្រហែលតែឥឡូវអត់ប្រហែលទេពេលគ្នាយើងដួលយើងអាចដាក់ចូលគូតឡានបានហើយអាទី4នេះគឺយើងដកគាត់ចេញពីគូតឡានមកវិញហើយករណីដួលដាក់ចូលគូតឡានហ្នឹងយើងដាក់បានតែម្នាក់ទេយើងអាចដាក់បាន2នាក់ទេអាហ្នឹងខ្ញុំបញ្ជាក់បន្ថែមឲ្យចំណុចអូខេអញ្ចឹងអាទី5យើងចូលមើលអាទី5នេះគឺកន្លែងយើងដាក់អវ៉ាន់ចូលគូតវត្តឡាន inventory ចឹងអ្នកគ្នា start វាទៅអូខេយើងចូលដល់ inventory ចឹងយើងចង់ដាក់អវ៉ាន់ចូលឬក៏យើងដកចេញយើងឧទាហរណ៍ណាខ្ញុំ amount នេះមួយចឹងទៅ amount 1នេះខ្ញុំ start វាមកខ្ញុំ select ចូលនេះគេអត់ឃើញអវ៉ាន់ហ្នឹងចូលទៅក្នុងគូតឡានរបស់ខ្ញុំអញ្ចឹងខ្ញុំចង់ដកវាមកវិញខ្ញុំគ្រាន់តែ select វាចេញមកវិញមកនេះខ្ញុំ select លើវាខ្ញុំចុចលើប្រអប់នឹងមួយវិញមកហើយខ្ញុំ select លើនេះមកវិញងាយទេសម្រាប់ការដាក់អវ៉ាន់ចូលគូតឡានហើយអា cloud វាមួយទៀតវានៅខាងក្រោមអានេះសម្រាប់យើងដាក់កាភ្លើងដាក់អីចូលហ្នឹងអូខេហើយអាចុងក្រោយនេះអាទី6នេះបើកអាឡានខាងមុខនេះអាហ្នឹងដើម្បីពេលដែលអ្នកគ្នាឡានខូចអីយើងចង់ជួសជុលយើងបើកខាងមុខដើម្បីជួសជុលអញ្ចឹងសម្រាប់វីដេអូពីឡាននេះខ្ញុំមានតែប៉ុណ្្នឹងទេហើយសម្រាប់អ្នកគ្នាចង់បានវីដេអូថ្មីពីខ្ញុំកុំភ្លេចជួយ subscribe channel YouTube និង TikTok របស់ខ្ញុំម្នាក់មួយផងអញ្ចឹងជួបគ្នានៅវីដេអូក្រោយជូនពរគ្នាយើងសំណាងល្អសុខភាពល្អណាបាយបាយស្រឡាញ់អ្នកគ្នាពេញបេះដូង